ជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូរបស់ខ្ញុំជម្រាបសួរបងប្អូនទាំងអស់គ្នានិយាយទៅនៅពេលដែលមកដល់វៀតណាមវីដេអូនេះចង់និយាយអំពីដែលយើងហោះហើររួចរាល់ហើយព្រោះវីដេអូមុនខ្ញុំបានបញ្ជាក់អំពីការហោះហើររបៀបម៉េចមកដល់វៀតណាមអីចឹងណាបងប្អូនឥឡូវនេះវីដេអូទី2គឺបានមកដល់វៀតណាមហើយអញ្ចឹងនៅពេលដែលមកដល់វៀតណាមខ្ញុំចុះពីយន្តហោះដូចគេដូចឯងអញ្ចឹងមកហើយបើសួរថាទៅណាទៀតត្រូវដើរទៅណាទៀតមើលទៅតាមគេតាមឯងទៅយើងដើរតាមតែគេតាមឯងហ្នឹងទៅវាអត់ខុសទេបងប្អូននិយាយទៅគឺងាយស្រួលមែនតើ ហើយនៅពេលដែលយើងចូលពីយន្តហោះយើងដើរដូចក្នុងវីដេអូហ្នឹងអញ្ចឹងដើរចេញពី gate ពីហោគេហៅថាពី gate របស់យើងដើរមកត្រង់មកឃើញកន្លែងលក់ស៊ីមតែម្ដងមកដល់គឺឃើញមនុស្សអ៊ូអរនៅខាងឆ្វេងដៃហើយមានផ្លាកឲ្យយើងបត់ឆ្វេងដៃដើម្បីទៅវាយប៉ាសពតចូលប្រទេសវៀតណាមអញ្ចឹងនៅពេលដែលយើងវាយប៉ាសពតចូលប្រទេសវៀតណាមហើយជំហានបន្ទាប់ទៀតតែធ្វើម៉េចគឺយើងមកយកវ៉ាលីរបស់យើងនៅពេលដែលយើងបានវាយត្រាចូលប្រទេសគេអញ្ចឹងនៅពេលដែលយើងវាយត្រាហើយយើងចុះមកក្រោមមកដូចក្នុងវីដេអូហ្នឹងអញ្ចឹងយើងមកមើល វ៉ាលីយើងនៅទូលេខប៉ុន្មានអញ្ចឹងយើងមើលលេខជើងហោះហើររបស់យើងនៅពេលដែលមើលលេខជើងហោះហើររបស់យើងហើយគេប្រាប់ឲ្យថានៅទូលេខប៉ុន្មានលេខប៉ុន្មានតែបើសិនជាអត់ឃើញទេយើងអាចទៅសួរ information គេកន្លែងព័ត៌មានគេហ្នឹងគេនឹងប្រាប់ឲ្យជួនកាលពេលខ្លះយើងវាយប៉ាសពតយូរពេលខ្លះអីចឹងទៅអញ្ចឹងបងប្អូនអាចមើលទស្សនាវីដេអូនេះទៅគឺងាយៗមែនទែននៅពេលដែលយើងចុះមកដល់វៀតណាមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗបន្តទៀតកុំភ្លេចជួយចុច like ចុច share និងជួយចូលទៅ Subscribe Channel YouTube របស់ខ្ញុំផងណាអរគុណជម្រាបលា